ជំរាបសួរលោកគ្រូក្នុងថ្ងៃនេះខ្ញុំមកនិយាយអំពីការ install នៅ Ubuntu ដែលនៅក្នុងនេះដែរគឺខ្ញុំធ្វើការ set up ទៅលើ VisualBox ជាមុនសិននិងធ្វើការ download នៅ Ubuntu ដែលជា ISO file ហ្នឹងដែរគឺខ្ញុំនឹងធ្វើការឡើងទៅលើ VisualBox vậy con là chụp nhật là hỗ trợ nó nói với con là chụp nhật tới dân tôi cả install nào đâu nó nói là nếu dân tôi cả install bàn ấy đặc biệt install bàn ấy cứ dân tôi cả cho được bị ở thành nhú hay dân tôi cả đại chua từ lơ bạn tao nói dân tôi cả cho ra folder ឬកន្លែងទុករបស់យើងដែលនៅក្នុងនេះដែរគឺខ្ញុំទុកនៅក្នុង drive ID ហើយនៅក្នុង folder របស់ខ្ញុំនឹងហើយបន្ទាប់ពីយើងទុកនៅនេះហើយយើងនឹងធ្វើការជ្រើសរើសកន្លែងហ្នឹងគឺយើងធ្វើការយកfile ISO មក file Ubuntu ហ្នឹងយើងធ្វើការយកមកដាក់ហើយនឹងបន្តមកទៀតយើងធ្វើការដកគ្រីសកំត្រង់កន្លែងហ្នឹងបន្តមកយើងធ្វើការ finishហើយបន្តមកទៀតយើងគ្រាន់តែធ្វើការ start machine តែម្ដងហើយឥឡូវនេះយើងធ្វើការ start machine ហើយបន្តមកយើងគ្រាន់តែធ្វើការដំឡើង install Ubuntu server ហ្នឹងតែម្ដងឥឡូវនេះសូមធ្វើការរងចាំបន្តិចដើម្បីឲ្យវាដើរទៅបាទឥឡូវនេះគឺឃើញថាវាដើរហើយបាទមកដល់កន្លែងនេះគឺយើងធ្វើការរងចាំដូចគ្នាបន្តមកយើងធ្វើការជ្រើសរើសនៅភាសាអង់គ្លេសហើយយើងចុចពាក្យដានយើងដានវារហូតទៅហើយធ្វើការដើរត្រង់កន្លែងហ្នឹងយើងធ្វើការយកទី2ហើយយើងគាត់ចុចពាក្យថាដានទៅរហូត continue ហើយនៅត្រង់កន្លែងនេះគឺយើងធ្វើការដាក់ឈ្មោះរបស់យើងឈ្មោះរបស់ខ្ញុំបាទឈ្មោះទីបន្លងហើយserver ឈ្មោះ server ក៏ខ្ញុំដាក់ទីបន្លងដូចគ្នាហើយនឹងយើងដាក់
rồi mới dương thuộc ca đặtใน password ហើយនឹង confirm password rồi mới thuộc caចុចពីតាដានជ្រើសរើសពីតាដានបើត្រង់ហើយយើងធ្វើការ continue ទៅបន្តទៀតយើងគាត់ថា arrow key ហើយចុចពីតាដានហើយនឹងឲ្យវាដើរទៅពីយើងឃើញបែបហ្នឹងតែមកយើងគាត់ថាយើងជ្រើសរើសយក view full បើឥឡូវនេះគឺវាធ្វើការអរ៉ាដើរសារជាថ្មីហើយបន្តទៅទៀតហើយឥឡូវនេះយើងធ្វើការ log in នៅ server របស់យើងដែលយើងបានដាក់កាលពីមុននឹងបន្តិចជាស្រ័យត្រង់កន្លែងនេះគឺខ្ញុំដាក់ password ទៅវាខុសច្រើនដងហើយត្រង់កន្លែងហ្នឹងបើសិនជាយើងដាក់បើយើងដាក់ទាំង password ខុសឬក៏ username ខុសនោះគឺវាមិនអាចទៅបានទេឥឡូវនេះគឺខ្ញុំបានដាក់ password ហើយនឹង username ត្រូវហើយបន្តមកខ្ញុំនឹងការវាយ comment មានដូចជា Judy Todd slash អ្នកនរគ្នាអាចមើលបានតាមមកទៅនៅត្រង់កន្លែងហ្នឹងគឺខ្ញុំធ្វើការនៅវាយ comment មួយចំនួនហ្នឹងហើយនៅត្រង់កន្លែងហ្នឹងគឺយើងធ្វើការវាយ comment ហើយនឹងធ្វើការរងចាំហើយវាដើររហូត
ត្រង់កន្លែងនេះគឺខ្ញុំធ្វើការវាយ comment ថាសួរថាwho am I ហើយឥឡូវវានឹងចេញថាគឺឈ្មោះរបស់ខ្ញុំគឺ D Malong ហើយបន្តមកទៀតគឺខ្ញុំធ្វើការដល់ដាក់sudo ហើយខ្ញុំវាយ comment ថាshutdown ដើម្បី shutdown now ដើម្បីធ្វើការ shutdown កម្មវិធីតែម្ដងបន្ទាប់ពីយើង shutdown ហើយនោះយើងនឹងធ្វើការតម្លើងនៅកម្មUbuntu បានសម្រេចតែម្ដងបាទសូមអរគុណបាទជម្រាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាដែលក្នុងថ្ងៃនេះគឺខ្ញុំមកធ្វើការអំពីការ install និងការ connect នៅ SSH ដែរក្នុងនេះដែរគឺយើងធ្វើការជ្រើសរើសនៅ network adapter យើងយក price adapter ហើយបន្ទាប់មកយើងធ្វើការជ្រើសរើសដែលដូចតែខ្ញុំបានជ្រើសរើសអញ្ចឹងហើយបន្ទាប់មកយើងនឹងធ្វើការយកនៅ allow all តែម្ដងបន្ទាប់មកយើងធ្វើការ start ទៅលើ machine របស់យើងតែម្ដងបន្ទាប់ពីយើងបាន start ហើយឥឡូវនេះយើងធ្វើការដាក់នៅ user name និង password ដើម្បី login ចូលបាទបន្ទាប់ពី login ចូលហើយយើងធ្វើការដាក់នៅ query comment មួយដែលមានន័យថាគឺ sudo apt updateបាទឥឡូវនេះបន្ទាប់ពីយើងធ្វើការ update វារួចរាល់បន្ទាប់ពីយើងធ្វើការ update ហើយយើងធ្វើការ install ដែលយើងវាយ comment វាថាsudo apt install opensh.server rồi mớiដាក់ password មកបន្ទាប់មកវាយើងធ្វើការ install បានហើយបន្ទាប់ពី install បានហើយ
mình to mất dương thôi cả đạn này sudo system này để dương thôi cả để dương thôi cả ở active teller sẽ bao giờ lâu dương ban active với trong máy dương còn tại vay nơi rồi bên trong máy tiếng con này vay rồi IPA tới dương ban cho môi nâng rồi pin សម្រាប់ធ្វើការហោះបាទឥឡូវនេះយើងធ្វើការ pin ជាមួយនឹង address network ដល់ពីបន្ទាប់ពី pin បានហើយយើងធ្វើការដាក់ជាមួយនឹង SH username add ជាមួយនឹង pin ជាមួយនឹង address របស់យើងតែម្ដងបន្ទាប់ពីយើងធ្វើការដាក់ password ហើយនោះវានឹងធ្វើការ connect ចូលតែម្ដង
ជំរាបសួរលោកគ្រូអ្នកនឹងសួរដល់អ្នកនរគ្នាថាគឺខ្ញុំមកនិយាយអំពីការធ្វើការ zip និងការធ្វើថាដែលនៅក្នុងនេះដែរគឺខ្ញុំបាន log in ចូលទៅកាន់នេះហើយបន្តមកធ្វើការវា host name ដើម្បីចង់ដឹងថា host name យើងឈ្មោះអីបន្តមកធ្វើការsudo install ជាមួយនឹងsudo apt install zip ដែល zip ដើម្បី e3 ដើម្បីបាទបន្ទាប់ពីយើងធ្វើការ install 3ហើយបន្ទាប់មកយើងនឹងធ្វើការនៅ3មើលដើម្បីដឹងថាតើមានអីគេខ្លះនៅក្នុងនេះគឺមានតែ FB Spam Folder និង FB7TT បន្តមកទៀតឥឡូវនេះយើងកំពុងតែធ្វើការបង្កើតនៅ folder ដែលមានលេខ01 001 002 003រហូតដល់0010បន្ទាប់ពីបង្កើតហើយយើងគាត់ថាវាវាថា3ទៅវានឹងចេញថាវាមានចំនួនមានចំនួន12 direction ហើយនឹងមួយ file ហើយបន្តមកយើងធ្វើបង្កើត file ក្នុងនីមួយៗហ្នឹងតែម្ដង
បាទឥឡូវនេះយើងធ្វើការបង្កើតនៅ file ទី10រួចរាល់ហើយបន្ទាប់មកយើងធ្វើការសូមើលតែម្ដងថាយើងបង្កើតបានឬក៏អត់បាទឥឡូវនេះយើងធ្វើការបង្កើតបានហើយបន្ទាប់ពីយើងបង្កើតបានហើយយើងធ្វើការបន្ទាប់ពីយើងធ្វើការបង្កើតបានយើងធ្វើការតម្លឹងនៅ zip ដើម្បីបាទឥឡូវនេះយើងធ្វើការ zip ដើម្បីយើងធ្វើការ zip នៅកន្លែង folder ឬក៏ file នឹងតែម្ដងបាទឥឡូវនេះយើងធ្វើការ zip បានហើយបន្តមកទៀតបើសិនជាយើងចង់unzip យើងនឹងធ្វើការ unzip វាតែម្ដងឥឡូវនេះយើងធ្វើការ unzip វាដើម្បីចូលមើលនៅក្នុងនឹងថាមានអីបាទឥឡូវនេះយើងឃើញហើយថានៅក្នុងហ្នឹងគឺយើងមានអ្វីដែលយើងបានបង្កើតនឹងបន្តមកបើយើងចង់ unzip វាចោលទាំងអស់ដល់វាចេញដូចកាលមុនយើងធ្វើការវាយ comment នឹងតែម្ដងនេះបន្ទាប់ពីយើង unzip ហើយនោះវានឹងធ្វើការចេញដូចដែលយើងបានបង្កើតកាលពីដំបូងអញ្ចឹងបន្ទាប់ពីយើង zip ហើយឥឡូវនេះយើងធ្វើការថាវាតែម្ដងដែលក្នុងយើងវាយវា comment នៅក្នុងហ្នឹងbây giờយើងថាបានហើយគឺយើងអាចបង្កើតនៅ file ឬក៏ថាបានហើយយើងក៏អាចអានថាក៏បានដូចគ្នា
បាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាដែលក្នុងវីដេអូនេះគឺខ្ញុំធ្វើការនៅ change ទៅលើ hostname របស់យើងដែលនៅនេះដែរគឺយើងនឹងធ្វើការមើលថាយើងនៅយើងជាអ្នកគេ HMI PWD ហើយនឹងhostname របស់យើងតែម្ដងតើពេលយើងមើលអស់ហើយយើងធ្វើការវាយ comment នៅ sudo hostname តែឥឡូវនេះអ្នកអាចមើលបានគឺយើងធ្វើការវាយ comment ហ្នឹងដើម្បី set ទៅលើដើម្បី set hostname ថ្មីមួយទៀតត្រង់កន្លែងនេះយើងធ្វើការវាញ comment នៅ sudo nano etc.host/host នេះដើម្បីចូលទៅបង្កើតដាក់ជាមួយ hostname ថ្មីឥឡូវនេះបន្ទាប់ពីយើងដាក់អីបានអស់ហើយយើងនឹងធ្វើការ cat ចាប់ cat នេះដើម្បី ECT host នេះដើម្បីមើលថាវាមានឬក៏អត់បន្ទាប់ជាវាមានហើយបន្ទាប់មកនោះយើងនឹងធ្វើការ reboot វាតែម្ដង
Là bắt đầu bị đi vô thái dân thôi ca xua từ lỡ xua ấy tới nếu dân nằm khơi ta viên miền đại dân bản đồ hot này năm tam đồngជំរាបសួរលោកគ្រូនៅក្នុងថ្ងៃនេះគឺខ្ញុំធ្វើការនៅលើ topic user management ដែលក្នុងនេះគឺយើងមានយើងបានសួរទៅលើខ្លួនឯងឬក៏សួរទៅលើពីនេះ host តាមmấy cáiដូចគ្នាផងដែរឥឡូវនេះយើងនឹងធ្វើការខាត់មើលថាយើងមាន file មានអីដែលយើងត្រូវបង្កើតឬក៏លុបអីចឹងដូចគ្នាឥឡូវនេះយើងបានឃើញហើយថាវា release នៅ version ម៉ានអីដូចគ្នាបន្តមកយើងធ្វើការបង្កើត add user ctech មួយបន្ទាប់ពីបង្កើតហើយឥឡូវយើងចូលទៅមើលថាតើវាមានដែរឬក៏អត់បាទនេះឥឡូវយើងឃើញថាវាមានហើយគឺវានៅក្រោមនោះក្រោមវាបង្អស់ឥឡូវនេះបន្ទាប់ពីមានហើយយើងធ្វើការដាក់sudo user add បាទត្រង់កន្លែងនេះគឺយើងបានដាក់ add ទេគឺយើងធ្វើការ delete user ctech ហ្នឹងតើយើងអាច delete បានឬក៏អត់ដូចគ្នាបាទឥឡូវនេះយើងធ្វើការ delete វាបានសម្រេចហើយបន្ទាប់ពីយើងធ្វើការ delete user delete អាមិញ
ឥឡូវនេះយើងធ្វើការនៅ user add ដល់ m.ctech នេះម្ដងទៀតទៅហើយឥឡូវនេះយើងឃើញថា user ctech ហ្នឹងក៏យើងអាច add បានដូចគ្នាផងដែរបន្ទាប់ពីមកទៀតយើងធ្វើការ remove នៅ home ctech ហ្នឹងហើយដើម្បីយើងនឹងធ្វើការ list ថា home របស់យើងមានប្រមាណឥឡូវមានតែដំណងមួយទេដើម្បីយើងនឹងធ្វើការ add user add ដល់ m.s/home/bin/bus តែត្រង់កន្លែងនេះគឺវាដាក់ថា user already exists ប៉ុន្តែមកយើងធ្វើការ cat ទៅមើលថាវាមានឬក៏អត់ដូចគ្នាឥឡូវនេះយើងធ្វើឃើញថាវាមានហើយប៉ុន្តែយើងមើល list ទៅ home របស់យើងគឺបន្លងប៉ុន្តែយើងធ្វើការចេញទៅវិញបន្ទាប់ពីយើងចេញពី home ហ្នឹងយើងនឹងយើងនឹង add user ដែលក្នុងនេះគឺការពីដើមមកយើងធ្វើដាក់ user add ឥឡូវយើងធ្វើការ add user វិញម្ដងដែលក្នុងនេះគឺយើងធ្វើការដាក់ user add ctech យើង sudo add user ctech នេះឥឡូវនេះយើងបាន add ហើយយើងគាត់ដាក់ password password ថ្មីរបស់យើងបន្ទាប់មកយើងដាក់ឈ្មោះ full name របស់ folder ហ្នឹងបាទបន្ទាប់ពីហ្នឹងហើយយើងធ្វើការចូលទៅមើលវាថាវាមានឬក៏អត់ដូចគ្នានេះឥឡូវនេះយើងធ្វើការសួរទៅគឺវាមានឈ្មោះថា ctech ហើយបន្តមកយើងដាក់ POD home តែ home នេះ home ម្លងដែរទេឥឡូវនេះយើងធ្វើការចូលទៅកន្លែង home ហ្នឹងយើងនឹងធ្វើការ slash home យក home ctech វិញម្ដង
បាទចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទខ្ញុំសូមអរគុណលោកគ្រូនិងសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយពេលវេលាក្នុងការទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណ